អ្នកគ្រប់គ្រងក្លឹប Liverpool ជាច្រើនអ្នកជួបឧបទ្ទវហេតុអំឡុងពេលអបពានរង្វាន់ក្របខ័ណ្ឌ Premier League រថយន្តមួយគ្រឿងបានបើកបុកវងអ្នកគ្រប់គ្រងក្លឹបបាល់ទាត់ Liverpool អំឡុងពេលដង្ហែក្បួនអបពានរង្វាន់បាល់ទាត់ក្របខ័ណ្ឌ Premier League របស់ក្រុមខ្លួនកាលពីថ្ងៃច័ន្ទដោយបានបញ្ជូនមនុស្សចំនួន27នាក់ទៅកាន់មន្ទីរពេទ្យដោយប៉ូលីសថាឧបទ្ទវហេតុនេះមិនពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេនេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយថ្ងៃទី26 ខែឧសភានេះប៉ូលីសបានចាប់ខ្លួនបុរសជនជាតិអង់គ្លេសស្បែកសអាយុ53ឆ្នាំម្នាក់មកពីតំបន់ Liverpool ជាអ្នកវាយប្រហារក្រុមអ្នកគ្រប់គ្រងជាច្រើនដែលកំពុងប្រារព្ធនៅទីក្រុងនៅភាគពាយ័ត្ននៃប្រទេសអង់គ្លេសមនុស្ស20នាក់ត្រូវបានព្យាបាលនៅកន្លែងកើតហេតុក្នុងចំណោមអ្នកទាំង27នាក់ដែលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនោះមាន4នាក់ជាកុមារម្នាក់និងមនុស្សពេញវ័យម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរមនុស្ស4នាក់ដែលជាប់នៅក្រោមរថយន្តត្រូវបានអ្នកពន្លត់អគ្គិភ័យរំដោះចេញយ៉ាងណាមិញក្លឹប Liverpool បានឈ្នះពានរង្វាន់ចុងក្រោយក្នុងអំឡុងពេលជំងឺរាតត្បាត COVID នៅពេលដែលការប្រារព្ធពិធីមិនត្រូវបានអនុញ្ញាតដោយសារតែការបិទគប់ប្រទេស។